រូដណ្ដើមខ្សែក្រវ៉ាត់អារម្មណ៍គុណខ្មែរទឹកទី1បង្គោលក្រហមរិទ្ធីវរៈបង្គោលខៀវមាសសវណ្ណសាអាយយគាត់អាចចូលភ្លាមខ្ទាស់ផ្ដួលពីវរៈទៅលើសវណ្ណសាគោះដៃគ្នាមួយនៅពេលដែលការប្រុងប្រៀបបាទរៀបចំខ្លួនជាថ្មីម្ដងទៀតទៅតាមដំណើរទាត់ឆ្វេងទាត់បើកភូមិមួយតែម្ដងបាទពីរិទ្ធីវរៈញយទៅបន្តិច51បងប្អូនហើយបាទនេះគឺជាអ្នកចំនួនថ្មីហើយបងប្អូនបាទសម្បត្តិសាទឹកមួយជើងមួយលើមួយក្រុមអូយពីរជើងរបស់វរៈបាទតែសវណ្ណសាបាំងជាប់ទេណាបាទមួយជើងសងទៅវិញដកខ្លួនផុតលុបទាត់ឆ្វេងរបស់វរៈសវណ្ណសាកំពុងតែសម្លឹងមើលគោលដៅណាដែលទំនងកំពុងតែសម្លឹងកំណៅពីរជើងទៀតក្រោមលើរបស់រិទ្ធីវរៈបាទវត្តមិនទាន់តបឯណាមួយនោះឲ្យបានពេញទៅឡើយទេវរៈគឺចេញដំណើរទៅរហូតទាត់មកជើងឆ្វេងអូយគេផុតបន្តិចបាទគេផុតមកជើងធ្ងន់របស់វត្តសានៅទាត់ក្រោមទាត់ឆ្វេងសងទៅវិញអ្នកទាំងពីរមើលទៅទំនងជាពូកែលេងជើងមែនបាទក្រោមលើគឺធ្ងន់មកជើងរបស់វរៈរងជាប់វត្តសាកំពុងសេរីទៅវិញមានតែ3ទឹកទេផ្ទះឃុំមួយធាក់មកជើងទាត់ឆ្វេងទៅឆ្វេងមកវិញបាទស្មារៀងខ្លួនឆ្វេងពីច្រើនគ្នាបាទតែជើងរបស់សវណ្ណសាបាទទៅប៉ះនឹងកញ្ចប់ការពាររបស់រិទ្ធីវរៈឆ្វេងទាត់ត្រេះពីរជើងបាទរបស់វរៈខណៈដែលសវណ្ណសាបានមួយជើងបាទលោតញាក់ទាត់ឆ្វេងទៅទាត់ស្ដាំមកអូយបាទមកទៅវត្តមួយជើងថែមសូនម្ដាយមកស្រូបទៀតល្អណាស់សវណ្ណសាថយតិចបាទវរៈដើរក៏បញ្ចូលខាងពេកដែរទាត់ឆ្វេងថែមស្ដាំរបស់វរៈស្ដាំលើមួយទៀតសវណ្ណសាបាំងទាត់វិញចាប់ជើងបានបាទច្រើនឲ្យសវណ្ណសាដួលទៅម្នាក់ឯងងើបមកវិញភ្លាមទាត់ស្ដាំទៅថែមស្ដាំមកវិញដែរចាក់ឆ្វេងថែមរបស់វរៈមើលចោលបាទអ្នកទាំងពីរគឺនៅកម្លាំងកំហែងវត្តទាត់ល្អណាស់ប៉ុន្តែអ្វីដែលត្រូវធ្វើនោះគឺគិតឲ្យលឿនបំផុតរោគចំណុចដែលត្រូវវាយឲ្យចំគោលដៅល្អបំផុតយ៉ាងណាក៏ដោយបាទរោគក៏បានល្អបាទចាញ់ចូលគឺបានបាក់ផៅគ្នាចូលគៀបឆ្វេងទាត់ឆ្វេងរបស់វរៈសវណ្ណសាអ្នកបញ្ជាមានជ័យចាប់ផ្ដើមក្តោបខ្នាញ់ទៅលើគូប្រកួតរបស់ខ្លួនបាទថាចាញ់ជើងច្រើនមែនទែនទាត់មួយជើងចាប់បានពេញដៃទុកជើងថែមរបស់វរៈបាទទៅជ្រោកទាត់ស្ដាំចាប់ជើងគៀសជើងក្រោមកាលណាទាត់ម៉ាំងចូលចាប់ជាប់តែម្ដងបាទវរៈនេះក៏លង្ហាចំណាប់ចាប់លើជើងជាប់បានយយបាទដៃត្រឹមបន្តិចទាត់ក្រោមយួរទាត់ស្ដាំចាប់ជើងទីច្រានទៅលើកនេះមិនដួលទៅគ្រាគេបាទព្រោះតែអស់ចំហបន្តិចសវណ្ណសាក៏គឺមកវិញភ្លាមបាត់ក្រោមលើបាទចេញម្ដងពីរផ្លែតែម្ដងបាទចេញម្ដងពីរជើងទួនសវណ្ណសាចូលគៀកវាយដៃធាក់ឆ្វេងរបស់វរៈធាក់ឆ្វេងមួយទៀតចាប់ទឹកទី1ហើយអូហូបាទដោយការប្រុងប្រយ័ត្នបាទអ្នកគុណខ្មែរទឹកទី2រិទ្ធីវរៈបង្គោលក្រហមមាសសវណ្ណសាបង្គោលខៀវបាទទាត់ឆ្វេងត្រៀមខ្លួនកាប់ស្មងគ្នាមួយស្វាគមន៍បាទដើមទឹកនេះបាទចលោដៃចេញជើងរបស់សវណ្ណសាកំពុងតែទទួលការទះដៃច្រើនពីបងប្អូនអ្នកបាត់ដំបងនៅទីទាត់ឆ្វេងអូយវរៈថយមិនទឹកផុតលឿនមែនទេទាត់ក្រោមសងទៅវិញយោផ្លូវលើធំផ្លាប់មកជើងទៀតរបស់វរៈសងវិញបាទទៅនឹងមកអូនៅពេលដែលសវណ្ណសាចេញផ្លែមកសម្លេងហូរឆ្លាមមែនទេអូយចូលស្ដាប់ម្ដាយពីសវណ្ណសាណែនស្ដាប់មួយទៀតទាត់ឆ្វេងថែមសងដល់វិញដៃឆ្វេងស្ដាប់ទាត់ក្រោមវិញតែពីវរៈអ្នកពេញហោយអ្នកពេញអ្នកពទាមានជ័យហោយអ្នកពទាមានជ័យឲ្យលើនេះអូយដល់ដៃទាត់ឆ្វេងបាទធាក់មកជើងថយក្រោយបន្តិចបាទឆ្វេងស្ដាំថែមឆ្វេងមកជើងទៀតធាក់ទប់មួយទាត់ក្រោមវិញលើកាត់មកវិញដែរទាត់ជើងក្រោមពីវរៈក្រោមទៀតពីវរៈអូសវណ្ណសាមិនឈឺដៅចូលទាត់ឆ្វេងមួយទៀតកិច្ចបន្តិចផុតញញឹមពព្រាយបាទចូលគៀទាត់ឆ្វេងអេនផុតវរៈធាក់ឆ្វេងចាប់ជើងម្លេះទៅវិញសវណ្ណសាតាមបុកទាត់ជើងក្រោមអូហូទាត់មិនបាច់គាត់តែមិនបាច់ទេដៃដូរដៃជើងដូរជើងឆ្វេងទៅជើងឆ្វេងមកត្រឡប់មកវិញដែរពីសវណ្ណសាបាទដើមទឹកនេះគឺដល់ដូចខ្លាំងគ្នាស្បើដល់ឆ្វេងម្ដាយវរៈទៀតហើយបាទវរៈរៀងញាក់ដានចេញមកបន្តិចដើម្បីញាស់គូប្រកួតដាក់ម្ដាយទៀតចូលគុំធៀមតែរៀងស្រាលទេសវណ្ណសាធ្វើតែមិនដឹងសវណ្ណសារកឱកាសមកវិញវរៈចេះតែតាមទៀតទៅលូតធាក់មកជើងទៀតអូហូបាទបែបន្តិចអញ្ញាកណ្ដាលក៏ចាប់មកបែមុខចូលគ្នាវិញសវណ្ណសាបាទទាត់មកជើងម្នាក់វរៈក៏លោតសម្លឹងលើបាយលើចូលពីដៃពេញល្អណាស់អូហូយពីរិទ្ធីវរៈតែសវណ្ណសារក្សាស្មារតីយ៉ាងរឹងមាំចូលគៀកបាយដៃវរៈកិច្ចផុតបន្តិចបាទ
បញ្ចេញកាយវិការធ្វើយ៉ាងណាបើថាឲ្យគូប្រកួតខ្នក់ខ្នែងចាប់ជើងគាត់ស្ដាំធាក់មកជើងឆ្វេងថែមសវណ្ណសានៅត្រង់ភ្លឹងតែម្ដងបាទមិនបើកទៅណាទេសវណ្ណសានៅទៅដល់ចូលវរៈថយដើម្បីរកគម្លាតវាចេញលោតចូលលោតឡើងចូលគៀយល់មកដៃឆ្វេងសវណ្ណសាសម្លឹងមុខវរៈទាត់មកជើងស្ដាំអែនផុតបាទគាត់សម្លឹងមើលតែជើងហោះទៅណាគាត់ទាត់ឆ្វេងទៅវិញចូលបាំងបាទថយបន្តិចញាក់ចូលទាត់ឆ្វេងអែនផុតបកែញាក់ផងបកែធាក់ផងបកែកិច្ចផងបាទទាត់ឆ្វេងរកជាប់ចូលមកដៃស្ដាំលោមែនទេបាទតែសវណ្ណសានៅត្រឹមដដែលទេទាត់ឆ្វេងរកជាប់ជួយខ្លួនយោះក្រោមទាត់លើយោះក្រោមចូលឆ្វេងរៀងខ្លួនមិនដៃអូយតែស្ដាប់តែមួយទៀតរបស់ឫទ្ធិវរៈដាំរបស់សវណ្ណសាបាទធាក់មកជើងបាញ់មិនចាប់កចាប់បន្តិចអាយ៉ាកដាលកំពុងពិនិត្យមើលហើយក៏ចប់ទឹកទី2ទៅហើយដែរបងប្អូនអើយទះដៃទាំងការប្រកួតបែកភាពវគ្គជម្រុញដណ្ដើមខ្សែក្រវ៉ាត់អារាមគុណខ្មែរទឹកទី3ជាទឹកផ្ដាច់ព្រោះដល់ចូលទាត់លើមួយរបស់វីរៈបាទសវណ្ណសាទឹកទី2មិនតែរៀងទទួលធ្ងន់តិចប៉ុន្តែមិនអីទេទាត់លើមួយទាត់សងទៅវិញពីវីរៈសវណ្ណសាដល់ចូលទាត់កាត់ជើងក្រោមមួយទាត់លើបាក់ឃុំដល់ចូលទាត់លើមួយទៀតកាត់ជើងក្រោមសងវិញពីសវណ្ណសាបាទសវណ្ណសាវីរៈទាត់មួយចូលកន្លែងការពារតិចហើយក៏ស្រួលហើយចូលដាក់ចូលទាត់លើមួយពីរិទ្ធិវីរៈញាក់បានតែសិនទឹកទី2នេះថារៀងមានតាអត្តភាពទៀតណាហើយក៏ទឹកទី3ថាមួយសិនឬក៏យ៉ាងណាដាក់ចូលជាបន្តមួយសិនបាទសវណ្ណសាក៏មានទៅចូលខ្លាំងដែររិទ្ធិវីរៈក៏ប្រយ័ត្នដែរសវណ្ណសាក្ដៃរឿងធុនបាទដៃទីខ្លួនឆាកចេញទាត់លើមួយទាត់កាត់ជើងក្រោមសងវិញចូលផ្លោះផ្លូវដាក់ចូលជាបន្តពីរិទ្ធិវីរៈធាក់ចេញមួយពីសវណ្ណសាថយបានទីរិទ្ធិវីរៈដាក់ចូលទាត់ពីជើងស្ទួនទាត់លើមួយទាត់ក្រោមមួយសវណ្ណសាដាក់ចូលទាត់កាត់ជើងអុំលុកចូលបានមួយដៃបាទរបស់រិទ្ធិវីរៈទាត់លើមួយប៉ាបាំងសវណ្ណសាដាក់ចូលជាបន្តសឹមលុកចូលមាត់តាមដៃចាប់គៀកចាក់ជង្គង់របស់សវណ្ណសាញ៉ាកដាញែកចូលមកកដាដើម្បីបន្តការប្រកួតទាត់កាត់ជើងក្រោមមួយទាត់លើសងមកវិញបានម្នាក់មួយជើងដាក់ចូលជាបន្តធាក់ចេញមួយទាត់លើទាត់សងមកចូលប្រឌិតកោមសវណ្ណសាហើយសវណ្ណសាទាត់កាត់ជើងក្រោមឆក់ចូលបានពីដៃទាត់គៀកកោមពីវីរៈបាទមិនទាន់ថាអត់ទាន់មានអ្នកថយខ្លាំងហើយក៏មិនទាន់មានអ្នកដើរចូលខ្លាំងទឹកនេះប្រាប់យ៉ៃដូចគ្នាព្រោះថាអ្នកដែលឈ្នះគឺឡើងទៅកាន់វគ្គផ្ដាច់ព្រាត់ទាត់កាត់ជើងក្រោមមួយពីសវណ្ណសាកាប់ចន្ទល់ក្រោមទាត់កាត់គៀកកោមមួយទៀតទាត់ទៀតធាក់ចេញមួយលុកចូលបានម្ដាយទាត់សងមកវិញពីវីរៈទាត់លើសងវិញពីវីរៈទាត់សងពីវីរៈសវណ្ណសាដាក់ចូលទាត់កាត់ជើងក្រោមលុកចូលបានម្ដាយទាត់គៀកកោមពីវីរៈសវណ្ណសាឆក់ដៃកាត់ជើងក្រោមចាប់ជើងជាប់បោះទល់ក្រោមមួយរួលភីងលើមកវិញបន្តការប្រកួតទៀតធាក់ទល់មួយលុកចូលបានម្ដាយស្ដាំធាក់ចេញមួយទៀតពីវីរៈដើរចូលសវណ្ណសាក៏ថយមិនថយខ្លាំងទេវីរៈក៏មានដើរចូលខ្លាំងដែរសបចាប់ដូចគ្នាមកដល់វគ្គនេះហើយបាទទាត់លើមួយពីវីរៈដើរចូលទាត់កាត់ជើងក្រោមម្នាក់មួយជើងទាត់ស្គៀមសងមកវិញពីសវណ្ណសាអត់ទៅទាត់មួយសងវិញពីវីរៈដើរចូលជង្គង់ខ្លួនដើរចូលទាត់គៀកកោមចាប់ជើងជាប់លេងទៅវិញវត្តបានម្ដាយស្ដាំអត់ត្រូវអាមេចូលទៅទាត់កាត់គៀកកោមកាត់ឲ្យលុកចូលបានម្នាក់ម្ដាយដើរចូលជាបន្តឆក់ម្ដាយឆ្វេងហើយទាត់កាត់ជើងក្រោមសងមួយទៀតតែសឹមលឹកជើងទាត់កាត់ជើងក្រោមមួយពីសវណ្ណសាលោទាត់ជើងក្រោមមួយពីវីរៈបាទលុកចូលបានពីដៃរបស់វីរៈទៀតបានតិចយោបាទមានលោហិតទៅហើយបាទគ្រូពេទ្យសុំសម្រួលបន្តិចបាទឆ្លៀតក្នុងឱកាសនេះផងដែរខ្ញុំសូមជម្រាបជូនផងដែរថាកំពុងតែទស្សនាបាទពីភ្នំពេញមកគឺសម្ដេចកតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនលោកក៏កំពុងតែទស្សនាការប្រកួតអារាមគុណខ្មែរនេះផងដែរបាទសូមផ្ទះដៃអបអរសាទរទាំងអស់គ្នានិងសូមគោរពជូនពរបាទសម្ដេចកតិបាទប្រកបដោយសុខភាពល្អបាទកាយពលមាំមួនជាមលុបដល់កូនចៅគ្រប់គ្នាបាទបន្ទាប់ពីសម្របសម្រួលហើយក៏ចូលការប្រកួតធាក់ទល់មួយធាក់មកជើងស្ដាំរបស់វីរៈលើកជើងទាត់លុកចូលបានម្ដាយកាត់ជើងក្រោមទាត់សងវិញពីវីរៈលុកចូលបានម្ដាយចាប់ទឹកទី3បងប្អូនយើងផ្ដល់សម្លេងហូជូនដល់អ្នកទាំងពីរមួយបាទយើងនឹងបានដឹងថាតើនរណានឹងត្រូវឡើងទៅចាំនៅវគ្គផ្ដាច់ព្រាត់ដើម្បីដណ្ដើមខ្សែក្រវ៉ាត់របស់លោកគ្រូម៉ាសេរីដែលខ្សែក្រវ៉ាត់កំពុងតែធ្វើដំណើរមកដល់បាទហើយបាទមកដល់ល្មមបាទអាចដាក់តាំងនៅខាងគណៈអធិបតីតែម្ដងក៏បានដែរណោះបាទខ្សែក្រវ៉ាត់បានមកដល់ហើយអញ្ចឹងកីឡាករអាចតម្លឹងមើលពីចម្ងាយហើយអ្នកណាឈ្នះគឺបានមកជំហានទៀតបាទបានមកជំហានទៀតបាទនេះខ្សែក្រវ៉ាត់របស់លោកគ្រូម៉ាសេរី
គូនេះមិញអត់តន់ឃើញខ្សែក្រវ៉ាត់ចឹងរៀងកជ្រុលប៉ុណ្ណឹង រៀងកជ្រុលប៉ុណ្ណា គូក្រោយឥឡូវបានឃើញផ្ទាល់ដឹងកជ្រុលប៉ុណ្ណា ខ្សែក្រវ៉ាត់នេះណាបាទគឺអ្នកបានពាក់ហើយទៅរត់ទៅធ្វើប៉ាសពតឲ្យលឿនបាទត្រៀមហោះទៅកាឡាឡាំពួរប្រទេសម៉ាឡេស៊ីប្រកួតមិត្តភាពជាមួយអ្នកបដាល់បរទេសទៀតផងបាទបាទចៅក្រមទាំង3រូបបានផ្ដល់ការឈ្នះចាញ់ដោយឯកច្ឆន្ទជ័យជំនះនឹងក្លាយជាបេក្ខភាពវគ្គផ្ដាច់ព្រួតឡើងទៅដណ្ដើមខ្សែក្រវ៉ាត់អារាមគុណខ្មែរ51គីឡូក្រាមបានទៅលើ